ថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នាគឺរបៀបប្រើពាក្យ some ហើយនិងពាក្យ any នៅក្នុងប្រយោគតែយើងប្រើយ៉ាងដូចម្តេចបន្ទាប់ពីការធ្វើលំហាត់នេះហើយលោកអ្នកបងប្អូននឹងយល់ច្បាស់អំពីការប្រើ some ហើយនិង any ចឹងប្រធានបទគឺគេឲ្យ fill in some or any ចឹងមានថាគេឲ្យបំពេញនៅក្នុងចន្លោះនេះបាទដោយប្រើពាក្យ some ហើយនិង any ឥឡូវយើងបំពេញទាំងអស់គ្នា I am going to buy H តែយើងគួរបំពេញពាក្យ A កន្លែងនេះបាទអញ្ចឹងមានថាប្រយោគនេះគឺជាប្រយោគស្របជាងហៅថា positive អញ្ចឹង H នេះគឺជានាមអញ្ចឹង any ហើយ some គឺជាគុណនាមអញ្ចឹងមានថាប្រយោគនេះគឺជាប្រយោគស្របយើងបំពេញពាក្យ some បាទ I am going to buy some H មានន័យថាខ្ញុំនឹងទៅទិញស៊ុតមួយចំនួនប្រយោគនេះវិញ They did not make mistake តែយើងគួរតែបំពេញ some ឬក៏ any ប្រយោគនេះគឺយើងបំពេញ any មូលហេតុអ្វីពីព្រោះអី any នេះគឺប្រើជាមួយនឹងប្រយោគបដិសេធយើងមើល did not បដិសេធយើងប្រើជាមួយនឹង any លេខ3 I can't pay I haven't got កន្លែងនេះគឺជាប្រយោគបដិសេធដូចគ្នាអញ្ចឹងយើងត្រូវតែប្រើពាក្យ any អញ្ចឹងវាថាខ្ញុំមិនអាចបង់លុយបានទេខ្ញុំមិនមានលុយទេបាទយើងប្រើ any ប្រយោគនេះគឺលេខ4 they are not អញ្ចឹងបើកាលណាខាងមុខវានឹងគឺជាបក្សរីយើងដឹងតែបំពេញ any ហ្មងទៅបាទលឿនជាង There are not any shop in the part of town មានន័យថាគឺមិនមានហាងនៅតំបន់ណាមួយនៅក្នុងទីក្រុងនេះទេបាទលេខ5 George and Alex haven't got យើងមើលឲ្យតែមានបដិសេធយើងប្រើ any តែម្ដងទៅបាទពីព្រោះ any នឹងប្រើប្រយោគបដិសេធ children George ហើយនិង Alex ហ្នឹងគឺមិនមានកូនទេយើងមើលណាំលេខ6ទាំងអស់គ្នា Have you got brother and sister អញ្ចឹងប្រយោគនេះគឺជាប្រយោគសំណួរអញ្ចឹងប្រយោគសំណួរក៏យើងប្រើជាមួយនឹង any ដែរបាទយើងប្រើ any មកតើអ្នកមានបងប្អូនឬក៏បងប្រុសឬក៏ប្អូនស្រីដែរឬទេបាទមើលបន្តទាំងអស់គ្នាបន្តទៀតលេខ7 There are beautiful flower in garden ប្រយោគនេះគឺជាប្រយោគស្របអញ្ចឹងប្រយោគស្របយើងប្រើជាមួយនឹង some មក some បាទ There are some beautiful flower មានផ្កាស្អាតជាច្រើននៅក្នុងសួនបាទលេខ8 Are there letter for me អញ្ចឹងប្រយោគសំណួរយើងបំពេញ any មកបាទមានស្រួលមែនតើអត់តែយើងរៀនបាទលេខ9 I haven't got stamp but Anne has got យើងមើលប្រយោគទី1នេះយើងមើលឃ្លាទី1នេះបដិសេធអញ្ចឹងយើងប្រើជាមួយនឹងពាក្យ any មកបាទប៉ុន្តែទី2នេះ but any got យើងប្រើជាមួយនឹងប្រយោគនេះស្របយើងប្រើជាមួយនឹងពាក្យ some មកមួយទៀត Do you know good hotel in London អញ្ចឹងមានថាប្រយោគនេះប្រយោគសំណួរយើងប្រើជាមួយនឹងពាក្យ any មកបាទតែអ្នកដឹងទេថាសណ្ឋាគារល្អៗនៅទីក្រុង London ប្រយោគនេះវិញយើងមើល Would you like tea តែយើងបំពេញ any ឬក៏ some អញ្ចឹងមានថាប្រយោគបដិសេធនិងសំណួរយើងបំពេញនឹង any ប៉ុន្តែប្រយោគនេះគឺជាប្រយោគស្នើសុំ would ដោយប្រើពាក្យ would អញ្ចឹងបើកាលណាជាប្រយោគស្នើសុំយើងត្រូវតែប្រើពាក្យ some បាទយើងអត់ប្រើ any ទេចាំក្រែងត្រូវចាំដោយសារតែវាស្នើសុំគេបាទលេខ12 Did you buy rice កន្លែងនេះសំណួរយើងប្រើនេះតែម្ដងទៅយើងប្រើ any បាទហើយកន្លែងនេះវិញគឺជាបរិយាដែរនេះ we do not មកវា don't ហ្នឹង need any ទៀតមកបាទយើងបំពេញពាក្យ any មកយើងមើលលេខ13ទាំងអស់គ្នា we have got
ពីនំប៉័ងអញ្ចឹងមានថាប្រយោគនេះយកបដិសេធដោយសារតែ have not នេះជាប្រើជាមួយនឹងពាក្យ any បាទ I am going to buy កន្លែងនេះគឺជាពុកស្របទេខ្ញុំនឹងទៅខាងក្រៅទិញនំប៉័ងខ្លះៗចាំមកយើងប្រើពាក្យសាមមកមួយទៀត during our holiday we visit កន្លែងនេះ very interesting place អំឡុងពេលថ្ងៃវិស្វការរបស់យើងហ្នឹងឬថ្ងៃឈប់សម្រាករបស់យើងហ្នឹងយើងបានទៅលេងទីកន្លែងដែលចាប់អារម្មណ៍បំផុតអញ្ចឹងវាថាកន្លែងនេះយើងប្រើជាគេប្រយោគនេះគឺជាប្រយោគស្របយើងប្រើជាមួយពាក្យសាមមកបាទពាក្យសាមបាទមួយទៀតនៅកន្លែងនេះ I went out to buy meal ប្រយោគស្របខ្ញុំចេញទៅក្រៅដើម្បីទិញទឹកដោះគោអញ្ចឹងមិនថាយើងប្រើពាក្យសាមមកបាទ but they did not have in the shop អញ្ចឹងកន្លែងនេះគឺជារបស់សំណួរយើងប្រើវាគឺប្រើពាក្យ any មកសំណួរយើងមើលឃ្លាមួយវិញ I am thirsty ខ្ញុំត្រេកទឹកណា Can I have water please អញ្ចឹងមានន័យថាកន្លែងនេះគឺជាធម្មតាប្រយោគសំណួរយើងប្រើជាមួយនឹង any បរិស័ទយើងប្រើ any ប៉ុន្តែ any ក៏ជាសំណួរដែរប៉ុន្តែសំណួរក្នុងលក្ខណៈស្នើសុំគេអញ្ចឹងដូចលើនេះអញ្ចឹងដូចអាវុធនេះបាទដូចអាវុធនេះអញ្ចឹងបាទអញ្ចឹងមានថាបើយើងស្នើសុំគេទេសំណួរដែលស្នើសុំគេទេយើងប្រើជាមួយនឹងពាក្យសាមមកបាទដើម្បីយើងផុលៃយើងជំនាញទៅជីវធម៌ Can I have some water please តើខ្ញុំអាចសុំទឹកញ៉ាំតិចបានទេបាទអញ្ចឹងរៀនធ្វើលំហាត់ឲ្យបានច្រើនជាមួយគ្នាទើបយើងឆាប់ចេះឆាប់ចាំបើយើងគាត់តែអានទេយើងឲ្យបានអនុវត្តធ្វើទេអញ្ចឹងយើងពិបាកនឹងចាំបន្តិចបាទអញ្ចឹងមេរៀនក្រោយយើងនឹងសិក្សាវេយ្យាករណ៍ថ្មីទាំងអស់គ្នាបាទសូមអរគុណច្រើន